ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្ត YouTube និងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទខកសុនមានជំរឿនមួយទៀតដើម្បីចែកលើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្ត YouTube និងបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទអញ្ចឹងជំរឿនដឹងសុខភាពក្នុងនេះយើងលើកឡើងអំពីទឹកដូងនិងសុខភាពដែលភាសាអង់គ្លេសហៅថា Coconut Water and Health បាទយើងនៅពេលបច្ចុប្បន្នគឺបញ្ហាទាក់ទងនឹងសុខភាពយើងគឺជារឿងសំខាន់ផងដែរក្នុងនោះយើងគិតថាទឹកដូងគឺជាប្រភេទទឹករុក្ខជាតិមួយដែលគេឧស្សាហ៍ទទួលទានច្រើនយើងយល់នឹងថាតើទឹកដូងបានផ្ដល់អត្ថប្រយោជន៍បែបណាខ្លះទៅដល់សុខភាពយើងបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយពីខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងនេះយើងឃើញមានពីរចំណុចសំខាន់ទី1គឺសេចក្ដីដើមទី2គឺអត្ថប្រយោជន៍ទឹកដូងនិងសុខភាពបាទយើងចង់ដឹងថាតើទឹកដូងហ្នឹងបានផ្ដល់អត្ថប្រយោជន៍សុខភាពបែបណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមផ្លែដូងខ្ចីគឺជារុក្ខជាតិនៅលើគោកមនុស្សភាគច្រើននិយមចូលចិត្តយកទឹករបស់វាមកទទួលទានទឹកដូងខ្ចីគឺជាភេសជ្ជៈដែលពេញនិយមទូទាំងសកលលោករួមទាំងប្រទេសកម្ពុជាផងដែរបាទទឹកដូងខ្ចីអាចជាជម្រើសសម្បូរសារធាតុចិញ្ចឹមសម្រាប់ផ្ដល់ជាទឹកហើយអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរួមទាំងបេះដូងនិងតម្រងនោមផងដែរគេបានរកឃើញអត្ថប្រយោជន៍សុខភាពច្រើនយ៉ាងនៃទឹកដូងខ្ចីនេះបើតាម eatingworld.com និង healthline.com ដែលបានចេញផ្សាយបាទអញ្ចឹងយោងតាម website ពីរហ្នឹងយើងឃើញថាផ្លែដូងជាពិសេសគឺទឹកដូងខ្ចីតែម្ដងបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទៅដល់សុខភាពរបស់មនុស្សយើងបាទអញ្ចឹងយើងមើលជាបន្តទៀតតើតើអត្ថប្រយោជន៍ទឹកដូងនិងសុខភាពយើងចង់ដឹងថាតើទឹកដូងហ្នឹងបានផ្ដល់អត្ថប្រយោជន៍បែបណាខ្លះទៅដល់សុខភាពយើងបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលអត្ថប្រយោជន៍ទឹកដូងនិងសុខភាពទី1ចំពោះមនុស្សយើងថាទឹកដូងហ្នឹងវាជួយបំពេញជាតិទឹកនិងអ៊ីយ៉ុងនៅក្នុងខ្លួនមនុស្សយើងអញ្ចឹងនៅពេលដែលយើងរាឬក៏ពួតខ្លាំងវាមានការបាត់បង់ជាតិទឹកនិងអ៊ីយ៉ុងបាទអញ្ចឹងទឹកដូងខ្ចីជាជម្រើសមួយល្អប្រសើរក្នុងការបំពេញជាតិទឹកនិងអ៊ីយ៉ុងសម្រាប់មនុស្សយើងផងដែរបាទយើងមើលបន្តទៀតតើថាប្រយោជន៍ទឹកដូងនិងសុខភាពទី2បាទយើងថាទឹកដូងវាជួយបន្ថយសម្ពាធឈាមដោយសារវាសម្បូរប៉ូតាស្យូមអញ្ចឹងអ្នកដែលមានបញ្ហាលើសម្ពាធឈាមគឺការទទួលទានទឹកដូងវាល្អប្រសើរផងដែរដោយវាអាចបន្ថយសម្ពាធឈាមយើងកុំឲ្យឡើងខ្ពស់ដែលប្រឈមនឹងបញ្ហាផលបាក់ផ្សេងៗផងដែរបាទបន្តទៀតតើអត្ថប្រយោជន៍ទឹកដូងនិងសុខភាពទី3ចំពោះមនុស្សយើងបាទថាទឹកដូងនោះវាអាចជួយទ្រទ្រង់ដល់សុខភាពឆ្អឹងពិសេសគឺដោយសារវាសម្បូរទៅដោយកាល់ស្យូមហើយនិងប៉ូតាស្យូមដែលវាអាចជួយទៅដល់សុខភាពឆ្អឹងរបស់យើងឲ្យរឹងមាំល្អប្រសើរផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតើអត្ថប្រយោជន៍ទឹកដូងនិងសុខភាពទី4ចំពោះមនុស្សយើងបាទយើងថាទឹកដូងអាចធ្វើឲ្យប្រសើរឡើងនៅសុខភាពរំលាយអាហារគឺបង្ការការទល់លាមកអញ្ចឹងការទទួលទានទឹកដូងប្រចាំថ្ងៃបាទវាអាចជួយឲ្យមុខងាររំលាយអាហារយើងល្អប្រសើរបង្ការបញ្ហាទល់លាមកផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើអត្ថប្រយោជន៍ទឹកដូងនិងសុខភាពទី5ចំពោះមនុស្សយើងថាទឹកដូងវាអាចកាត់បន្ថយការខូចខាតនៃកោសិកានិងជីលីកាអញ្ចឹងកោសិកានិងជីលីកាយើងក្នុងរាងកាយវាអាចកាត់បន្ថយការខូចខាតដោយសារប្រតិកម្មអុកស៊ីតកម្មទាក់ទងរ៉ាឌីកាល់សេរីហ្នឹងបាទយើងថាទឹកដូងវាអាចជួយឲ្យកោសិកាយើងកុំឲ្យមានការខូចខាតនិងមានបញ្ហាខូចខាតដល់ជីលីកាផងដែរបាទយើងតទៅទៀតតើអត្ថប្រយោជន៍ទឹកដូងនិងសុខភាពទី6ចំពោះមនុស្សយើងបាទយើងថាទឹកដូងវាជួយគ្រប់គ្រងជាស្ករនៅក្នុងឈាមអញ្ចឹងអ្នកទំនំផ្អែមដែលមានបញ្ហាលើស្ករច្រើនបាទយើងថាការទទួលទានទឹកដូងជាជម្រើសមួយល្អផងដែរចំពោះអ្នកជំងឺទំនំផ្អែមបាទយើងមើលតទៀតតើអត្ថប្រយោជន៍ទឹកដូងនិងសុខភាពទី7ចំពោះមនុស្សយើងបាទយើងថាទឹកដូងគឺមានលក្ខណៈសម្បត្តិប្រឆាំងនឹងអុកស៊ីតកម្មបាទយើងដឹងថាក្នុងខ្លួនយើងតែមានអុកស៊ីតកម្មច្រើនវាអាចធ្វើឲ្យមានរ៉ាឌីកាល់សេរីបំផ្លាញកោសិកាយើងផ្សេងអាចឲ្យយើងកើតទៅជាជំងឺរ៉ាំរ៉ៃផ្សេងទៀតផងដែរបាទយើងបន្តទៀតតើអត្ថប្រយោជន៍ទឹកដូងនិងសុខភាពទី8ចំពោះមនុស្សយើងបាទយើងថាទឹកដូងវាអាចជួយការពារការកើតមាននៅជំងឺគ្រុននៅក្នុងតម្រងនោមនិងនៅភ្លើងនោមផងដែរអញ្ចឹង
ការទទួលទានទឹកដូងគឺល្អប្រសើរសម្រាប់សុខភាពរងនោមរបស់មនុស្សយើងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើអត្ថប្រយោជន៍ទឹកដូងនិងសុខភាពទី9ចំពោះមនុស្សយើងបាទទឹកដូងវាអាចជួយដល់សុខភាពបេះដូងបាទដោយសារវាសម្បូរទៅដោយប៉ូតាស្យូមនិងជួយបញ្ចុះខ្លាញ់ហើយវាមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពបេះដូងនិងសរសៃឈាមផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើអត្ថប្រយោជន៍ទឹកដូងនិងសុខភាពទី10ចំពោះមនុស្សយើងបាទទឹកដូងវាអាចជួយបំពេញជាតិទឹកបន្ទាប់ពីការធ្វើលំហាត់ប្រាណយូរបាទយើងដឹងថានៅពេលយើងធ្វើការប្រាណយូរវាមានការបាត់បង់ជាតិទឹកអញ្ចឹងទឹកដូងវាអាចជួយទៅបំពេញជាតិទឹកដែលបាត់បង់ហ្នឹងតាមរយៈការប្រាណយូរផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើអត្ថប្រយោជន៍ទឹកដូងនិងសុខភាពទី11ចំពោះមនុស្សយើងបាទយើងថាទឹកដូងគឺជាប្រភពរុក្ខជាតិមានទឹកដ៏ឆ្ងាញ់ពិសាសម្រាប់ទទួលទានក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សយើងផងដែរបាទអញ្ចឹងអានឹងទាំងហើយគឺជាអត្ថប្រយោជន៍សំខាន់ដែលយើងឃើញមានតកតងទឹកដូងចំពោះសុខភាពបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដល់កន្លែងច្រើនទៀតអាចចូលរួមជាមួយនឹងក្រុម Telegram យើងខ្ញុំគឺព័ត៌មានសុខភាពបាទអាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុងក្រុមយើងខ្ញុំបាទដើម្បីទទួលបាននៅព័ត៌មានសុខភាពថ្មីៗដល់កន្លែងច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងៗជាពិសេសគឺជំងឺតាក់ទងផ្ដាំលាអាហារជំងឺតាក់ទងផ្ដាំទឹកមាត់ឬក៏ជំងឺតាក់ទងផ្ដាំបន្តពូជបាទអាចប្រឹក្សាដល់ថ្លៃតាមលេខ Telegram 3ខ្សែគឺ092 59 3350 088 31 32 225បាទហើយនឹង016 58 57 64ផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននៅវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាច្រើនបាទយើងអាចចូលទៅក្នុង YouTube Channel វាយពាក្យ CML Health Science Official បាទដោយអក្សរស្រាប់បាទចុច search បាទស្វែងរកទៅបាទពេលហ្នឹងឃើញ logo របស់យើងខ្ញុំបាទហើយចូលទៅក្នុង channel បាទចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទចូលរួម subscribe ម្នាក់មួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ